วิธีធ្វើមកស្ពៃខ្មៅងាយៗនៅផ្ទះដោយខ្លួនឯងចាំបាច់ទឹកដល់កម្មវិធីក៏យើងអាចធ្វើញ៉ាំបានជាដំបូងអ្នកទាំងអស់គ្នាម្លីងខ្ទឹមឲ្យវាបែបឈ្ងុយបែបនេះបន្ទាប់មកស្ងោរសាច់មាន់និងស្ពៃរួចបេះសាច់មាន់ឲ្យបែកជាចំណែកបែបនេះហើយយើងធ្វើការដាក់គ្រឿងដាក់ទឹកស៊ីអ៊ីវ2ស្លាបព្រាប្រេងខ្យង1ស្លាបព្រាម្សៅស៊ុប1ស្លាបព្រានិងប្រេងល្ង2ស្លាបព្រាអាចដាក់ស្ករតាមចំណង់ចំណូលចិត្តបន្ទាប់មកអ្នកទាំងអស់គ្នាកូរគ្រឿងផ្សំឲ្យសព្វចូលគ្នាល្អបែងចែកជាពីរមួយចំណែកអ្នកទាំងអស់គ្នាដាក់នៅលើមាន់ដែលយើងបានបេះហើយនឹងស្ពៃកុំភ្លេចឲ្យដាក់ត្រាំទឹកកកផងมันវាស្រួយឆ្ងាញ់អញ្ចឹងអ្នកទាំងអស់គ្នាដាក់បន្លាឲ្យចូលជាតិហើយចាំយើងធ្វើការដាក់នឹងកូនចានចង្កឹះឬក៏ចានណាដែលកលោមហើយយើងមានបន្ទាប់មកអ្នកទាំងអស់គ្នាកុំភ្លេចរោយជាមួយនឹងខ្ទឹមដើម្បីវាឈ្ងុយដាក់ទូទឹកកកមកស្ទុះហើយមាន់ស្ពៃខ្មែរយើងរួចរាល់ហើយរសជាតិឆ្ងាញ់ល្មមបងអូនអាចសាកធ្វើញ៉ាំបានចាប់បងប្អូនមានបញ្ហាស្បែកក្រិនស្បែកខ្មែរលាបឡេអត់ងាយចូលអាចសាកមកប្រើប្រាស់ជាមួយ scrap ធម្មជាតិស្រីវ័នកញ្ញា scrap ធម្មជាតិជួយកាត់បន្ថយសង្វារមុនខ្នើយអាចរយលើស្បែកពីធម្មជាតិ3មុខរួមបញ្ចូលក្នុងកំប៉ុងតែមួយបងអូនចំណាប់អារម្មណ៍អាចសាកសួរបាន